តើយ៉ាងម៉េចខ្ញុំគ្រាន់តែច្រៀងតាមអ្វីដែលខ្ញុំបានឃើញបានឮហើយនិពន្ធជាទំនុកតែប៉ុណ្ណោះទេកុំមកសួរខ្ញុំមិនសោះខ្ញុំមិនដឹងស្អីទេក្នុងរាជធានីមានចៅស្រីឆៃឃើញខ្សែកល្បីនៅលើខ្លួនគេសារភាពតាឃាតកម្មតកូលជីងនោះគឺធាសៅជូមីងលឹកសៀងជាអ្នកបង្កឡើងតែប៉ុណ្ណោះមែនទេថាម៉េចហ៊ាននិយាយទាំងយើងទៀតលោកគ្រូចាស់ដំវិញវាន់អត់ទៅហើយលបងយើងត្រូវប្រញាប់ទៅជួយលឹកសៀងទៅជំនាញឯងកុំប្រហិនចំពោះលោកគ្រូណាពីដើមមកលោកគ្រូចេះបែងចែកការងារនឹងរឿងបុគ្គលវិន័យតឹងរឹងហើយតែគាត់ធ្វើអញ្ចឹងនេះប្រកាសជាមានមូលហេតុមានមូលហេតុអីគឺគាត់ជាអ្នកបណ្ដេញអ្នកទាំងពីរចេញមកឥឡូវគាត់ខំលឹកសៀងទៀតដោយមិនបាញ់ចែកខុសនឹងត្រូវទាល់តែសោះគាត់ចិត្តឡប់ហើយនេះមិនស្គាល់ពេលថាមេកងធំទេមិញអាចមិនក៏ថាខ្ញុំមិនអាចគាត់ជាចាស់ឡប់ល្ងីល្ងើក៏ខ្ញុំអាចជេរបានពូយ៉ងកុំប្រហុនពេកដល់គាត់ជាមេកងធំចេះគិតហើយទុកទ្វា6ដូចជាកូនខ្លួនឯងយ៉ាងអញ្ចឹងខ្ញុំថាលឹកសៀងនោះគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតទេដូច្នេះមិនបាច់បារម្ភច្រើនទេសង្ឃឹមថាលោកនិយាយត្រូវរឿងនេះកាន់តែចម្លែកហើយដូចជាសម្ដៅមករកពួកយើងទៀតត្រូវហើយការពិតរឿងឃាតកម្មគឺជារឿងលេះមួយទិសដៅពិតប្រាកដនោះគឺយើងទេត្រូវហើយនាងហ៊ានមកកាច់ពួកយើងផងឯងខ្លាយមកឡំជាធាសៅយើងនេះពិតជាដូចខ្លាំងណាស់មកតាមយើងមកពីបោហើយមកយឺតមកចំហៀនហើយចាំមកអ្នកទោសមេបើខ្មៅត្រូវគេរំដោះបាត់ទៅហើយឆាប់ដេញតាមភ្លាមទៅបាទទៅចាំមកសូមរាយការណ៍ទ្វារក្រុងទាំងឡាយបិទជិតអត់ទៅហើយធ្វើការឆែកឆេរទៀតបើគ្មានបញ្ជាអ្នកណាក៏មិនអាចចូលបានដែរតែសំណាក់ទាំងឡាយក៏បានឆែកឆេរអស់រលីងវាគ្មានអ្វីខុសប្រក្រតីទេឆែកឆេរគ្រប់ផ្ទះទាំងអស់បើរកមិនឃើញទេមិនបាច់សម្រាលហើយតែមិនអាចព្រោះតែចោលស្រីម្នាក់រំខានដល់ប្រជារាស្ត្រនោះទេប៉ុន្តែគេជាសាក្សីម្នាក់ដែលបានឃើញរឿងឃាតកម្មនោះតើជីវិតរបស់គេនេះសំខាន់ទេឬមួយក៏ទាំងអស់គ្នាដេកវាសំខាន់ជាងតែពួកខ្ញុំអត់ដឹងថាអ្នកណាជាអ្នករំដោះគេទៅផងអ្នកយាមគុកថាគឺមេកងតុងហ្វាងពីមុនធាសៅអ្នកស្ដាប់ណាឥឡូវធាសៅមិនមែនជាថ្នាក់លើពួកឯងទៀតទេក្នុងនាមឯងជាមេកងមានតួនាទីចាប់គេគឺការពារសុវត្ថិភាពឲ្យប្រជារាស្ត្រទាំងអស់ពួកឯងត្រូវតែឆែកឆេរគ្រប់ទីកន្លែងបើសិនជាអ្នកប្រឆាំងគឺត្រូវតែសម្លាប់ចោលដោយមិនរើសមុខមិនឲ្យអ្នកណាម្នាក់រួចខ្លួនទេធ្វើការភ្លាមប្រមាថទៅយើងនេះទីយ៉ាងស្ដាប់ខ្ញុំនិយាយសិនណាគឺឯងមែន
យើងធ្វើការតាមច្បាប់ទេហើយមកចូលរួមដែរលបងតមុនទៅអូនៅខាងក្រោយលឿនឆាប់តាមលឿនលឿនលឿន នៅស្គីមកុំកំណើតនាងត្រូវលីជាយ៉ានោះវាយឲ្យរបួសប៉ះពាល់ដល់ជីពចោអស់ទៅហើយកុំកំណើតអសោះឮទេមិនបានជានាងវាយខ្ញុំណាដាក់ខ្ញុំវាយតែយ៉ាងម៉េចណាកុំប៉ះខ្ញុំមិនចង់ល្មើសលើនាងទេខ្ញុំគិតដល់នាងដើរបែបនេះវាប៉ះពាល់ដល់ជីពចោរបស់នាងនឹងអាចស្លាប់ណាពួកលោកជាមេកងចិត្តល្អដល់ម្លឹងនេះមានគេតាមសម្រាប់នាងខ្ញុំកំពុងជួយនាងនៅតែមិនតន់យល់ទៀតទៅរឿងមួយយ៉ាងម៉េចនេះជាអន្ទាក់របស់ពួកលោកតែប៉ុណ្ណោះនៅស្គីមឡើងខ្ញុំនៅស្គីមទៅកុំកំណើតស្ដាប់ខ្ញុំនិយាយទៅកុំកំណើតភ្ញាក់ហើយនឹងខ្ញុំសុបបានអាក្រក់ឃើញគេតាមសម្រាប់ខ្ញុំមិនមែនជាសបិនទេយកមិនមានគេតាមសម្រាប់នាងមែនគឺខ្ញុំជាអ្នកជួយនាងមកណាទោះជាលោកជួយខ្ញុំមែនក៏ដោយមិនមែនក៏ដោយក៏ខ្ញុំត្រូវតែអរគុណពួកលោកដែរនេះថាអរគុណដែរមើលទៅនាងប្រហែលស្វាងច្រើនហើយអូប្របងខ្ញុំអូយក្តៅមែនអូយមកហូបបបទៅតន់នៅក្តៅណាយ៉ាងម៉េចនាងយកថាចម្លែកណានៅក្នុងផ្ទះបែកបាក់បែបនេះស្អីក៏មានដែរខ្ញុំអាចប្រាប់នាងបានណានេះគឺជាលំនៅឋានដ៏ពិសេសសម្រាប់ពួកខ្ញុំធ្វើការស៊ើបក្តីមិនក៏ហ៊ានប្រាប់ពីអាចកំបាំងដល់ខ្ញុំមានអារម្មណ៍ខ្ញុំអាចប្រាប់ខ្ញុំថានាងគឺជាមនុស្សម្នាក់ដែលទុកចិត្តបានម៉ែនាងតែខ្ញុំមិនងាយទុកចិត្តពួកលោកផ្ដាស់ទៀតទេយ៉ាងម៉េចក៏បានដែរឥឡូវនេះហូបបបរសិនទៅវាតន់នៅក្តៅខ្ញុំខំណាំពេញមួយព្រឹកទៅហើយយ៉ាងម៉េចខ្លាចខ្ញុំដាក់ថ្នាំពុលអញ្ចឹងទៅត្រូវបើខ្ញុំចង់សម្រាប់នាងមែននោះមិនចាំបាច់លំបាកដល់ព្យាបាលឲ្យនាងនោះទេមែនទេអូនណាអ្នកនាងមិនបាក់ខ្មៅខ្ញុំមានរឿងខ្លាំងចង់សួរអ្នកនាងហើយដើម្បីបានជានាងផ្ដល់ចម្លើយមកបង្កាញ់ពួកខ្ញុំតើបានផលប្រយោជន៍ស្អីខ្លះចំពោះនាងទៅហើយមានលទ្ធផលអីធ្វើអញ្ចឹងមិនត្រឹមតែធ្វើបាបពួកខ្ញុំទាំង3នាក់ទេនាងក៏ទទួលការលំបាកដែរឃើញទេការពិតពួកលោកធ្វើបាបខ្ញុំនាងគិតទៅមើលហ
ហើយអ្វីក៏មនុស្សម្នាក់ការប្រយុទ្ធមិនចង់សម្រាប់នាងអ្នកណាតែដឹងនោះគឺបាយកលរបស់ពួកលោកអូឬក៏នាងនៅមិនជឿខ្ញុំទៀតតែហើយខ្ញុំមិនជឿពួកមេកងជារៀងរហូតនាងដូចជាអកតេចំពោះមេកងពួកខ្ញុំពេកហើយតិចដឹងណោះខ្ញុំស្អប់អ្នកសម្បកក្រៅមានចិត្តធម៌តែធ្វើតែអំពើល្មើសច្បាប់កុំស្មានថាអំពើដែលលោកបានធ្វើនោះខ្ញុំមិនដឹងដូចជារំលោភសំណោកឃាតកម្មដើម្បីតែប្រាក់ការអ្វីដែលពួកលោកចង់បានកិច្ចការអ្វីក៏លោកហ៊ានធ្វើដែរមេកងដែលត្រូវបណ្ដេញចេញដូចជាពួកលោកត្រឹមតែអាក្រក់ទៅទៀតអ្នកនាងមិនបានខ្មៅខ្ញុំយល់ថានេះជាទស្សនៈរបស់នាងតែប៉ុណ្ណោះខ្ញុំសួរនាងយ៉ាងមិនដល់ពេលនេះតើខ្ញុំមានធ្វើអ្វីដែលនាងមិនពេញចិត្តចំពោះខ្ញុំដែរទេខ្ញុំក៏ចង់សួរលោកដែរហេតុអីក៏លោកល្អចំពោះខ្ញុំម្ល៉េះឬក៏ចង់ប្រើបាយកលអីទៀតហើយនាងមិនបានខ្មៅរឿងអ្វីក៏ដោយកុំចេះតែគិតអំពីផលអាក្រក់មុនខ្ញុំធ្វើចំពោះនាងគឺជាទឹកចិត្តរបស់ខ្ញុំទាំងអស់គ្មានបំណងអ្វីផ្សេងហើយក៏គ្មានអបាយកលអ្វីផ្សេងទៀតដែរចំពោះនាងត្រូវហើយចេញសិនហួរធ្លាប់ធ្វើជាមេកងត្រូវទេតែហើយគេធ្លាប់ធ្វើបាបម្ដាយខ្ញុំដោយប្រើលេសធ្វើការងារចាប់រំលោភម្ដាយខ្ញុំហើយបកបង់គាត់ចាស់ដោយគ្មានមេត្តាហើយធ្វើឲ្យគាត់រស់នៅវេទនាជាងស្លាប់ទៅទៀតដូច្នេះនាងក៏សម្លាប់គេចោលសងសឹកឲ្យម្ដាយរបស់នាងតាមមែនទេបាក់ខ្ញុំអាចធ្វើទៅរួចនោះខ្ញុំប្រកាសជាធ្វើប៉ុន្តែខ្ញុំប្រយុទ្ធមិនឈ្នះគេទេដូច្នេះខ្ញុំមានតែទលួយរបស់មានតម្លៃនៅផ្ទះគេតែពេលខ្ញុំជិតចេញទៅវិញក៏ឃើញឃាតករប្រាក់ខ្សែត្រីរឹតកោះរបស់គេចង់ព្យួរនៅលើធ្នឹមអញ្ចឹងនាងបានឃើញឃាតករទេឃើញខ្ញុំបានឃើញជនអាវខ្មៅបិទមុខម្នាក់តើគេមានបានឃើញនាងដែរទេប្រហែលជាមានប្រហែលជាអត់បើមើលតាមពុនដងខ្លួនតើអាចជាមនុស្សដែលនាងស្គាល់ដែរទេលោកស្មានថាខ្ញុំព្រមនិយាយពីឈ្មោះអ្នកមានគុណដែលជួយសងសឹកជួខ្ញុំហ្មងថ្មីត្បិតតែខ្ញុំជាចៅក៏ស្គាល់នៅអ្វីហៅថាគុណនឹងទោសដែរយ៉ាងមិនទៅហើយនៅមិនអីទេនាងក៏មិនធុបចិត្តខ្លាំងពេកជីវចររបស់នាងនៅមិនទាន់ដើរស្រួលទេវាអាចនាំមកផលអាក្រក់ចំពោះសុខភាពនាងណាខ្ញុំទៅទិញថ្នាំឲ្យនាងក្រោយពេលផឹកហើយនាងឆាប់ជាសះស្បើយវិញទេណាយល់ល្អនាងនៅទីនេះសិនទៅកុំទៅណាព្រាយប្រាអសោះណាពេលនេះនាងមិនទាន់ទៅណាឆ្ងាយបានទេចង់គម្រាមយើងធ្លាក់ក្នុងដៃពួកឯងតាំងមានលទ្ធផលល្អទេមិនរត់មិននឹងបានមេម៉ាខ្មៅមេម៉ាខ្មៅមេម៉ាខ្មៅហើយខ្ញុំប្រាប់នាងហើយថាកុំឆាប់រត់ពេកសំណាងឲ្យតែខ្ញុំបានឃើញនាងបើមិនចឹងទេจะចោលពំនាងយកទៅបាត់ហើយខ្ញុំមិនចង់ឲ្យលោកល្អជាមួយខ្ញុំដល់គ្មានហេតុផលទេហើយក៏មិនចង់ឲ្យលោកព្យាបាលរបួសឲ្យខ្ញុំដល់គ្មានមូលហេតុដែរមិនក៏ចង់ជួយខ្ញុំតើលោកចង់យ៉ាងម៉េចលោកនិយាយទៅនិយាយច្រើនដងទៅហើយបើនាងចង់សួរខ្ញុំថានាងគួរតែដាក់ទោសយ៉ាងម៉េចនិយាយរួមទៅណាចាំពេលដែលនាងជាសះស្បើយហើយខ្ញុំនាំនាងទៅរាជធានីតែប៉ុណ្ណឹងទេនាំនាងទៅជួយជ្រោមជ្រែងរឿងសិបរឿងក្តីខ្ញុំមិនជួយពួកមេកងទេហើយមេអំបាយខ្មៅអើយបើនាងអត់មានងូតទឹកទៀតនោះនាងនឹងស្អុយដូចជាមេកងខ្ញុំអញ្ចឹងណានាងងូតទឹកក្តៅអ៊ុនអាចមានប្រយោជន៍ចំពោះរបួសរបស់នាងណាខោអាវរបស់នាងរហែកហើយខ្ញុំបានទិញខោអាវថ្មីឲ្យនាងសង្ឃឹមថានាងស្រឡាញ់ដូចជាមិញអញ្ចឹងណាខ្ញុំដេកនៅទីនេះមានកាយហៅខ្ញុំទៅ
អង្ហាញមកមកបាត់ហើយចង់ឆ្លៀតពេលខ្ញុំមុនទៅល្អអញហ៊ានធ្វើអីយើងនឹងសម្លាប់អញទៅជាខុសពីអ្នកផ្សេងឬក៏ជាមធ្យោបាយទេដឹងគឺដើម្បីឲ្យខ្ញុំទៅរាជធានីជ្រោមជ្រែងរឿងក្តីទេមកមិនតិចឲ្យឆ្ងាយពីគេទេខ្ញុំមិនអាចរត់រួចជារៀងរហូតប៉ុន្តែគេល្អចំពោះខ្ញុំមែនតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅលោកចាំយូរហើយបាទឃ្លានណាស់មែនទេអាចភ្លុំមើលស្នាដៃរបស់នាងទោះជាឃ្លានប៉ុណ្ណាក៏ដោយក៏អត់បញ្ហាដែរខ្ញុំបាននិយាយហើយថានៅពេលដែលខ្ញុំជាវិញខ្ញុំនឹងធ្វើម្ហូបមួយពេលដើម្បីឲ្យលោកហូបខ្ញុំជាមេកងកំណត់មកគឺមានសំណាងមែនណោះចាំមកផ្លាតខ្ញុំជូនលោកអរគុណជប់សិនចាំមិននឹងផាក់ស្រាដល់ពូតទេអញ្ចឹងមិនល្អទេហូបអីសិនទៅបានមេម៉ាក់ខ្មៅគឺជាមនុស្សល្អដែលចេះយល់ចិត្តគេយកចិត្តទុកដាក់នឹងគេមែនមេម៉ាក់ខ្មៅនាងល្អនឹងខ្ញុំមកខ្ញុំជួយនាងមុនណាខ្ញុំសូមជូននាងមកបែងតែចោះមេបាក់ខ្មៅខ្ញុំមានថ្នាំពុលមេបាក់ខ្មៅនាងមេបាក់ខ្មៅសុំតើខ្ញុំរអៀខ្លួនណាស់នាងអាចនិយាយអញ្ចឹងគឺល្អណាស់ហើយលោកល្អនឹងខ្ញុំយ៉ាងនេះខ្ញុំអាចจะដាក់ថ្នាំពុលធ្វើបាបលោកខ្ញុំមេម៉ាខ្មៅខ្ញុំដឹងហើយនៅក្នុងស្រាមានថ្នាំពុលដើរហើយក្នុងពិភពគុណច្រើនម្លឹងហើយធ្លាប់ធ្វើជាមេកងទៀតគឺមានការប្រុងប្រយ័ត្នលើពីមនុស្សធម្មតាឆ្ងាយណាស់ចាស់ហេតុអីក៏លោកពីព្រោះការសន្និដ្ឋានរបស់ខ្ញុំអត់ខុសនាងជានារីស្លូតត្រង់តែនាងមានអគតិចំពោះពួកខ្ញុំដែលជាមេកងតាមការពិតណាមេកងគឺមានមនុស្សល្អនិងអាក្រក់អ្វីត្បិតតែនាងធ្វើជាចោរតែជាចោរដែលមានគុណធម៌ប្លន់អ្នកមានជួយអ្នកក្រខ្ញុំជាមេកងនេះប៉ុន្តែជាមេកងដែលកម្ចាត់មនុស្សអាក្រក់ដូច្នេះគិតទៅស្មារតីពួកយើងទាំងពីរនាក់អាចតាក់ទងគ្នាបានភាសាលោកគឺជាមេកងដែលស័ក្តិសមនឹងឲ្យខ្ញុំគោរពណាស់មេម៉ៅកុំនិយាយចឹងអីណាលបងអាខ្ញុំខំដើររកគ្រប់ទីកន្លែងការពុតលបងនិងមេម៉ៅកំពុងជជែកគ្នាសោះកុំនិយាយពីផ្ដាយណាមកចាំពេលល្អណាស់មានការឯងធ្វើ
ដូច្នេះរំខានឯងនាំមេម៉ៅទៅរាជធានីវិញទៅល្អជាង បាន ជុំមិញតាមផ្លូវត្រូវមើលថែមេម៉ៅបានស្រួលបួលផងឬទេ កុំរំអី ទៅចុះចុះមេម៉ៅទៅជាមួយខ្ញុំទៅជាមួយខ្ញុំគួរចាប់អារម្មណ៍ជាងនៅជាមួយគល់ឈើនោះទៀតមេម៉ៅមិនក្តារពេញមួយថ្ងៃទៅហើយមិននិយាយស្ដីអញ្ចឹងមើលតនាងដូចជាអាឡោះអាឡៃលបងរបស់ខ្ញុំណានាងមានស្រឡាញ់គាត់ទេ ខ្ញុំស្រេចទឹកខ្ញុំចង់ផឹកទឹក នាងស្រីចឹងចាំខ្ញុំមកផ្លែខ្ញុំទៅបេះផ្លែឈើយកមកឲ្យរត់បានហើយចង់ប្រកួតជាមួយយើងផងមិនងាយទេ ប្រហែលជាតាមលែងទាន់ហើយ មេម៉ៅនាងសម្រាលខ្លួនយូរយ៉ាងនេះទៅហើយការពិនទៅតែសម្រាលខ្លួនមកដល់ទីកន្លែងនេះទេអីយល់ល្អនាងហូបសិនទៅហូបឲ្យមានកម្លាំងចាំរត់តទៀតរត់លឿនតិចទៅហោះផងហើផង អ្នកនាងត្រូវកាយដែរ ខ្ញុំត្រូវការនំប៉ាពីរសាច់មួយនាលហើយនឹងស្រាមួយអត់ទឹក បាទចាំផ្លែត តែនេះឆ្ងាញ់មែនគូសំអាចបំបាច់ការស្រេកទឹកចំពោះអ្នកដែលរត់ឆ្ងាយគឺវាដូចជាទឹកដែលមានតម្លៃអញ្ចឹង សុំជើញយ៉ាងម៉េចទៅហើយអត់ហូបទេយ៉ាងម៉េចអត់ឃ្លានទេប្រកបជាមិនត្រូវមាត់ហើយមែនទេណាំរ៉ា បាទ យកនំប៉ាថែម10ហើយនឹងស្រាពីនាង បាទ ខ្ញុំមិនដូចលោកទេដូចជាជ្រូកអញ្ចឹង ទេនាងត្រូវបើកម្លាំងបន្ថែមទៀតរត់ប៉ុណ្ណឹងជាមួយនឹងខ្ញុំទៅ អត់ទៅហើយតែខ្ញុំមិនឃ្លានទេ ហូបមិនចូលក៏មិនអីដែរយើងអាចខ្ចប់បានតាដើម្បីកុំឲ្យនាងនឹងហត់សន្លប់តាមផ្លូវវាមិនល្អ ចង់យ៉ាងម៉េច ដេញតាមនាងមេម៉ៅអមិនក៏លែងរត់ហើយ ខ្ញុំរត់មិនទាន់លោកផងរត់បានប្រយោជន៍អីទៅ នាងឆ្លាតពេកហើយ ដាក់ខ្ញុំល្ងងជាងលោកនោះស្លាប់ទៅប្រសាជាង បើអញ្ចឹងអបសុកហើយមេម៉ៅមេម៉ៅខ្មៅកំរត់ លបងមិនក៏លួចវាយខ្ញុំអញ្ចឹងចង់ធ្វើស្អី ខ្ញុំគ្រាន់ចង់លែងមេម៉ៅខ្មៅត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ បងខំរកគេដើររត់ដល់លើមេឃនៅក្រោមដីហេតុអីក៏ល្ងងយ៉ាងនេះ ខ្ញុំមិនមែនឲ្យគេទៅវិញអត់ប្រយោជន៍ទេខ្ញុំចាត់មនុស្សតាមដានគេហើយ ហើយយ៉ាធ្វើដំម្លឹងគឺព្រោះតែអ្វី កុំបារម្ភគេមិនកែប្រែចម្លើយទេគឺត្រូវតែរកមធ្យោបាយរកឲ្យឃើញសំមុខរបស់គេហើយចាក់ឲ្យត្រូវចំណុចខ្សោយរបស់គេរួមទាំងមេកងទៀតទើបអាចមានសង្ឃឹមថាគេអាចជួយនិយាយយើង ណាឲ្យម្នាក់ទៅបានទេអ្នកណាគេគឺហ្វូយ៉ងមែនទេទេវតាហើយគេទៅមិនរួចទេហើយបងហ្វូយ៉ងហើយកុំឲ្យបរាជ័យអសោះណាកិច្ចការធំក្នុងជីវិតរបស់ខ្ញុំគឺពន្ធទៅលើនាងហើយកុំធ្វើប្រហែសអសោះខ្ញុំពឹងលើនាងទេវតាជួយផងបលសំជើញអូស្អីក៏មានដែរទាំងហាក្មេងៗមានគ្រប់បែបយ៉ាងសំជើញ
សុំជួយសុំជួយ តែ អា កែ សាន នេះក៏ ជើយយកអនុស្សាវរីយ៍សុំជួយ អ្នកនាងអាផឹកតាឬក៏ផឹកស្រា សុំតោខាងលើអាចអង្គុយបានទេ សុំតោខាងលើគឺជាកន្លែងភ្ញៀវទេរួមទាំងកន្លែងសម្រាប់ពួកខ្ញុំ អញ្ចឹងរកកន្លែងអង្គុយស្ងាត់ឲ្យខ្ញុំមួយមក អ្នកនាងសុំចេញតាត្រូវការអី ឲ្យអ្នកហុងពីនេះ ផឹកស្រាទាំងថ្ងៃ ផឹកស្រាគឺមិនបែងចែកថ្ងៃឬក៏យប់នោះទេ មិនក៏ពេលនេះទៅហើយមិនទាន់មកទៀតមិនប្រាជ័យទេអីខ្ញុំប្រាប់ឲ្យតាស្រីនោះមិនប្រកែកស្អីទេគ្រាន់តែបករឿងតែប៉ុណ្ណោះទេ និយាយថាម៉េច ខ្ញុំថានាងប្រកែកធ្វើមកហូបជើងចុងភៅដល់ប្រកែក ហេមិនក៏អត់មាននិយាយស្ដីលទ្ធផលយ៉ាងម៉េចទៅហើយ និយាយរួមទុកថាខ្ញុំប្រកាសតែមាត់អត់មានសមត្ថភាពតាមគេមិនទាន់ទៅចុះ អ្នកនាងឲ្យឆាប់និយាយមកខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំដឹងពេកណែគួរតែផ្ទះកាភ្លៀងពីរកាភ្លៀង រឿងនេះ មិនធ្វើបានគេទៀតទេ យកយល់ដល់លបងធាសៅខ្ញុំមិនប្រកាន់នឹងបងទេកំពូលអ្នកតាមដានខ្ញុំនេះដឹងពីកន្លែងបាក់ធំរបស់គេយ៉ាងងាយ នៅណាទៅ គឺផ្ទះសំណាក់ឆេងចេញនៅផ្លូវខាងត្បូង ផ្ទះសំណាក់ចិញ្ច ហើយជំនាញហើយចង់ទៅណានឹង ខ្ញុំចង់ទៅរកគេខ្ញុំមានការច្រើនជាមួយនឹងគេ កុំភ្លេចថាខ្ញុំមានចេតនាដោះលែងគេព្រោះតែអ្វី យ៉ាងម៉េចទៅ ទី1ត្រូវនាងរមជុំបានចូលទៅក្រុមរបស់គេបន្តមកទៀតស៊ើបមើលនៅក្នុងនោះតើមាននរណាខ្លះទៅហើយធម្មតាតើពួកគេធ្វើអ្វីខ្លះ ខ្ញុំមានមធ្យោបាយហើយខ្ញុំទៅបង្កប់ខ្លួនយ៉ាងម៉េចដែរ គំនិតល្អមែន ចង់បន្លំខ្លួនតាំងធ្វើយ៉ាងម៉េច យប់នេះនៅដំណាក់ត្រកូលជីងគេបានមកជួយខ្ញុំហើយគេប្រាប់ថារឿងជួយស្រីតុនខ្សោយដូចគ្នាគឺជារឿងសប្បាយចិត្តបំផុតដូច្នេះហើយមធ្យោបាយរបស់ខ្ញុំ ហើយមិនតល្អតរសោះ មិនល្អយ៉ាងម៉េចនិយាយតែមើល ខ្ញុំខ្លាចនាងច្រឡំនឹងខ្ញុំ យល់ច្រឡំហ៎ឬមួយក៏លោកមានការសម្ងាត់មិនអាចប្រាប់គេបាន បងជូមីងបងហួសហេតុពេកហើយឆ្លៀតឱកាសធ្វើបាបស្រីតុនខ្សោយយ៉ាងនេះខ្ញុំនឹងទៅប្រាប់លបងធាសៅ ខ្ញុំស្រឡាញ់គេពិតមែន ប៉ុន្តែម្នាក់គឺអ្នកតោម្នាក់គឺមេកង អញ្ចឹងហើយទើបពិបាកចិត្តបងធាសិលដឹងគាត់មកជាស្រ័យខ្ញុំទេ អញ្ចឹងយើងអនុវត្តតាមផែនការចាស់ទេ ប៉ុន្តែមេម៉ៅគេ កុំបារម្ភអីចាំរឿងនេះក៏ឡងហួសមករយៈខ្ញុំនឹងបកស្រាយប្រាប់គេទោះជាគេយល់ច្រឡំក៏មិនយូរពេកដែរ អញ្ចឹងល្អហើយ អាយ៉ាកំសាំញ៉ាំពេកទៅយើង
បន្តិចទៀតត្រូវចាំពេលវាយត្រូវឲ្យខ្លាំងបន្តិចដឹងទេ អូយ អេទៅទៅ មេកងទាំងពីរនេះសុទ្ធតែចំនួនល្អយ៉ាងម៉េចវិញហេតុអីក៏ខ្ញុំមិនអាចបំពេញសមត្ថបងភាសាអញ្ចឹងហើយនឹងជូមីនៅជាមួយនឹងគេគួរឲ្យចាប់អារម្មណ៍តាខ្ញុំគិតយ៉ាងម៉េចទៅ ពីថ្ងៃនេះម៉ែបារម្ភខ្លាំងណាស់ពេលដែលម៉ែចូលទៅឮថាធាសៅចូលមករំដោះកូនម៉ែបានដើររកកូនគ្រប់ទីកន្លែងម៉ែស្មានថាគេលាក់កូននៅកន្លែងណាមួយក្នុងរាជធានីតែកូនបែរជាចេញពីរាជធានី ម៉ែកូនអាចសមត្ថភាពបានធ្វើឲ្យម៉ែបារម្ភហើយ មិនអីទេមិនអីទេឥឡូវបានមកវិញប្រសើរហើយប្រហែលថ្ងៃនេះមានរឿងអីកើតឡើងទេ អត់មានទេអត់មានរឿងអីទេ មិនក៏ថាអត់កូននៅក្នុងផ្ទះ3ថ្ងៃទៅហើយនៅថាអត់អីទៀតចង់កុហកម៉ែកូននៅអន់ណា ម៉ែកូនពិតជាមិនអីទេគឺគ្មានរឿងអីទាំងអស់ ម៉ែចេះអត់សួរកូនថាហេតុអីក៏កូនរត់មករួចមកពីម៉ែយល់ថាកូននឹងប្រាប់ម៉ែតែអត់សោះមេអំបៅខ្មៅកុំភ្លេចអ្វីដែលម៉ែបង្រៀនកូនណាគ្មានអ្នកណាម្នាក់ជាមនុស្សល្អទេជាពិសេសគឺមន្ត្រី ម៉ែគេមិនមែនជាមនុស្សអាក្រក់ទេ មេអំបៅមានម៉ែម្នាក់គ្រប់គ្រាន់ហើយម៉ែមិនអាចគ្មានឯងទេ ខ្ញុំដឹងហើយអ្នកមីងមានការអី អ្នកមីងមើលផ្លូវខាងមុខនោះដូចជាមានរឿងហោហែតកើតឡើង ប្តីសម្លាញ់បងកុំទៅអីបងធ្វើអីអូនក៏បានដែរតែបងកុំទៅរកស្រីនោះទេបងកុំ ស្រីខំទៀតលេងតែទៅ ម្លែងទេប្តីសម្លាញ់ជាងជាប្តីប្រពន្ធគ្នាច្រើនឆ្នាំហើយបងនៅទៅរកស្រីកញ្ជ្រោងនោះទេប្តីសម្លាញ់ ឈប់មកទៅបានទេ ក៏ជាតាមដែរ